ក្តីសុខនៅក្នុងឱកាសនោះខ្ញុំមិនចង់ឲ្យពួកស្រីឃើញខ្ញុំនោះទេចាបងខ្ញុំឈឺចាប់ខ្លាំងណាស់ដែលគេគិតថាខ្ញុំជាស្រីគ្មានកូនព្រះរាជាយាងមកវិញពិតជាអាក់អន់ប្រទេសខ្ញុំមិនចង់ធ្វើឲ្យព្រះអង្គឈឺចាប់ទេម្ចាស់បងឲ្យខ្ញុំម្ចាស់ចូលកណ្ដាលបន្ទំជាមួយរាជាត្រូវដើម្បីឲ្យខ្ញុំម្ចាស់ប្រសពបុត្រឲ្យព្រះអង្គហើយឲ្យនគរកបិលភ័យជើងមានភាពរុងរឿង4ឆ្នាំកន្លងមកហើយខ្ញុំម្ចាស់មកបានមានព្រះរាជបុត្រឲ្យព្រះអង្គឡើយដូច្នេះសូមឲ្យខ្ញុំម្ចាស់មានមិនបានទេប្រជាបាទីម្ចាស់បងមិនចង់ឲ្យម្ចាស់ប្អូននិយាយពីរឿងអពមង្គលទាំងទេតែខ្ញុំម្ចាស់មិនអាចទ្រាំឃើញម្ចាស់បងបាត់នេះទេវាជាទូនាទីរបស់យើងទេដែលត្រូវតែបដិសណ្ឋារកិច្ចជាមួយព្រះរាជាដើម្បីធ្វើឲ្យទ្រង់សប្បាយប្រតិនោះអីតែម្ចាស់ប្អូនចង់បានអ្វីមិនចង់បានអ្វីច្រើនទេខ្ញុំម្ចាស់ចង់ឲ្យម្ចាស់បងយើងទៅស្វាគមន៍ព្រះរាជាក្នុងនាមជាមហាព្រះជាយាដូច្នេះព្រះអង្គមិនអាចបាត់ប្រណិតពេលបានឃើញម្ចាស់បងទេម្ចាស់អូនយ៉ាងមិនទៅហើយទូបង្គំសូមថ្វាយប្រពោលដល់ព្រះរាមអ្វីទាំងអស់បានល្អប្រសើរទេនៅក្នុងព្រះរាជាណាចក្ររបស់យើងជាយូរណាស់មកហើយម្ចាស់អូនធ្លាប់បានប្រព្រឹត្តខុសយើងជឿថានគរកបិលភ័ក្រពិតជាបានសេចក្តីសុខនៅពេលម្ចាស់ប្អូនទៅសមរភូមិពិតមែនហើយឈប់សិនតើបង្គំមិនឲ្យចូលទេហេតុអីទៅម្ចាស់ក្មួយព្រោះបង្គំមិនអនុញ្ញាតឲ្យព្រះពេទ្យដុល្លារចូលទៅបានទេព្រះពេទ្យដុល្លារអាចទៅដល់ទៅបង្គំសិនណាលោកសេនាប្រមុខយកកាដូមកឲ្យខ្ញុំហើយឲ្យទៅព្រះរាជាអង្គតូចទេវទត្តទៅគឺចង់ឲ្យយើងជូនកាដូដល់គេនេះគឺជាកាដូរបស់ព្រះបុត្រាព្រះពេទ្យដុល្លារអាចត្រូវសង្គ្រាមបានឈ្នះពេលនេះខ្ញុំប្រយុទ្ធជាមួយទៅបង្គំទេព្រះបុត្រាតូចចង់តស៊ូជាមួយនឹងយើងផងមែនទេក្មួយសម្លាញ់របស់អង្គយើងចូលទៅបានហើយមែនទេCeyo Maharaji Ceyo Maharaji តើព្រះអង្គឈឺចាប់ដែរទេអត់ទេមហាមាយារបួសនេះគឺមិនស្មើនឹងរបួសដែលយើងបានទទួលនោះទេបងដូចជាត្រូវមានរឿងពិបាកនៅថ្ងៃក្រោយហើយនៅក្នុងព្រះនគរបងគ្មានអ្វីទាំងអស់ទោះបីជាមានការរៀបចំពិធីយ៉ាងណាក៏ដោយបងនៅតែគ្មានបុត្រដដែលហ្នឹងបងមានបដិសេរីខ្លាំងណាស់គ្រាន់តែពញាពេលឲ្យខ្ញុំម្ចាស់ប៉ុណ្ណោះតែវាមិនពិតឡើយគូរវាចាទីបានផ្ញើចดหมายទៅឲ្យព្រះពើគឺចាប់ពីពេលនេះតទៅនឹងមានចំណូលត្រជាក់ព្រះច័ន្ទរះពេញបរមីអ្នកមានបុណ្យនឹងមកចាប់បដិសន្ធិនៅក្នុងដែនកបិលភ័ក្រស្ថិតនៅក្នុងត្រកូលរាជវង្សនៅក្នុងព្រះបរមរាជវាំងពេលនោះ
ព្រះរាមនឹងទៅចាប់បដិសន្ធិហើយនឹងបង្កើតនូវភាពអស្ចារ្យយ៉ាងចម្លែក ការបន់ស្រន់របស់យើងពិតជាបានសម្រេចហើយព្រះពរម្ចាស់ បងចង់ឃើញបុត្ររបស់យើងនៅក្នុងដៃរបស់អូនសេរីមហាមាយា ខ្ញុំម្ចាស់មិនអាចប្រឌិតបានទេតែខ្ញុំម្ចាស់ជឿម្ចាស់អូនប្រជាបាទីនឹងកើតបានរាជបុត្រមួយក្នុងពេលឆាប់ៗនេះ ពិតជាប្រពៃណាស់ មហាមាយា